បងប្អូនទាំងអស់គ្នាប្រហែលជាបងប្អូនបានជ្រាបព័ត៌មានខ្លះៗហើយតាក់ទងជាមួយនឹងការប្រកាសរបស់សហរដ្ឋអាមេរិកក្នុងការផ្អាកវីសាចំនួន75ប្រទេសចាក្នុងពេលថ្មីនេះក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរចាជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំចរិយានាងខ្ញុំមកពីក្រុមហ៊ុន eSupport Immigration ចាការផ្អាកវីសានេះគឺគ្រាន់តែជាការផ្អាកបណ្ដោះអាសន្នតែប៉ុណ្ណោះចាដើម្បីអីដើម្បីថាបានអាមេរិកមានឱកាសក្នុងការពិនិត្យឡើងវិញក្នុងគោលការណ៍មុននឹងគេចេញវីសាឲ្យបងប្អូនទៅរស់នៅអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិកចាសម្រាប់ការត្រួតពិនិត្យស្តង់ដារទាំងអស់នោះគឺគេផ្ដោតសំខាន់ទៅលើថាតើអ្នកដែលនឹងទៅរស់នៅអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិកនោះគាត់ប្រហែលជាអាចធ្វើការ claim ឬក៏ពឹងផ្អែកទៅលើអត្ថប្រយោជន៍បន្ថែមសាធារណៈដែលជាបន្ទុករបស់រដ្ឋាភិបាលអាមេរិកដែរឬទេចាក្នុងនោះដែលគេសង្កត់ធ្ងន់គឺទៅលើជំងឺមួយចំនួនចាអាចធ្វើការប៉ះពាល់ដែរក្នុងការចេញវីសានឹងចាអញ្ចឹងជំងឺមួយចំនួនដែលមានលក្ខណៈធ្ងន់ធ្ងរឬគេហៅថារ៉ាំរ៉ៃហ្នឹងចាអញ្ចឹងមានដូចជាជំងឺបេះដូងជំងឺដបេងជំងឺមហារីកជំងឺទឹកនោមផ្អែមជំងឺមួយចំនួនដែលស្ថិតនៅក្នុងក្រុមមេរោគសញ្ញា Metabolis ចាជំងឺសរសៃប្រសាទនិងជំងឺផ្សេងទៀតដែលតាក់ទងជាមួយនឹង mental health condition ចាឧទាហរណ៍ដូចជាជំងឺឆ្កួតជ្រូកជាដើមចាចង់ជំរាបបងប្អូនថាការផ្អាកវីសានេះវាមិនមែនមានន័យថាការបដិសេធវីសាស្វ័យប្រវត្តិនោះទេចាវាគ្រាន់តែមានន័យថាស្តង់ដារត្រួតពិនិត្យមុននឹងចេញវីសានោះគឺមានការតឹងតែងចាអ្នកដែលនឹងទៅរស់នៅអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិកហ្នឹងគឺផ្ដោតអារម្មណ៍ដូចខ្ញុំជម្រាបខាងលើហ្នឹងគឺផ្ដោតទៅលើថាកុំឲ្យគាត់ប៉ះពាល់ចាតែដែលនោះអាចជាបន្ទុករបស់រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកចាអ្វីដែលសំខាន់គឺការរត់ការទៀតសោតខ្ញុំលើកឧទាហរណ៍មួយតាក់ទងការរត់ការ EB3 application ចាយើងមានការរត់ការទៅក្រសួងការងារគឺរត់ការធម្មតាមិនមានការប៉ះពាល់ការរត់ការទៅក្រសួងអន្តោប្រវេសន៍គឺយើងរត់ការធម្មតាការរត់ការទៅវិទ្យាស្ថានវីសាយើងរត់ការធម្មតាចាពេលបងប្អូនដល់ដំណាក់កាលសម្ភាសបងប្អូនទទួលសវត្ថិសម្ភាសធម្មតាចាពេលហ្នឹងទោះបីជាបងប្អូន qualify ក៏ដោយក៏ខាង seller គាត់អត់អាចចេញវីសាជូនបងប្អូនបានទេចាគឺគាត់ចាំ direction public charge ហ្នឹងគឺ guideline គេ release សិនចាបានគាត់អាចចេញវីសាជូនបងប្អូនបានចាចង់ជំរាបបងប្អូនថាផ្អាកជាចម្បងនេះគឺវាប៉ះពាល់តែដំណាក់កាលចុងក្រោយទេគឺដំណាក់កាលសម្ភាសចាសម្រាប់អ្នករត់ការ EB3 បញ្ជាក់ប្រាប់បងប្អូនថាគឺការរត់ការរយៈពេលវែងបងប្អូនជាងការទៅអាចរត់ការពី4ឆ្នាំទៅ5ឆ្នាំក៏មានដែរបងប្អូនអ្វីដែលសំខាន់ហ្នឹងគឺយើងត្រូវតែ well prepare ahead សម្រាប់ case បងប្អូនហ្នឹងចាបើបងប្អូនកំពុងដាក់ពាក្យហើយគឺបងប្អូន move forward each step of application ទៅពីព្រោះវាមិនមានការប៉ះពាល់ទេដូចខ្ញុំជម្រាបខាងដើមអញ្ចឹងចាហើយសម្រាប់បងប្អូនដែលគាត់មិនទាន់ដាក់ពាក្យទេគាត់មានបំណងដាក់ពាក្យយើងលើកទឹកចិត្តឲ្យបងប្អូនដាក់ពាក្យទៅដោយសារអីដូចខ្ញុំជម្រាបខាងដើមដំណាក់កាលមួយហ្នឹងគឺมันមានការប៉ះពាល់ទេហើយតម្រាំតែយើងរត់ការដល់ដំណាក់កាលសភាគឺវាអាច4ឆ្នាំកន្លះទៅ5ឆ្នាំនោះចាតម្រាំពេលហ្នឹងគឺ public charge direction ហ្នឹងគឺគេនឹងចេញមកហើយចាវាមិនអាចថាដល់4-5ឆ្នាំទេបានគេអាច release public charge នោះចាអញ្ចឹងមកន័យថាបើបងប្អូនដាក់ពាក្យឥឡូវទៅបងប្អូនអាចចំណេញពេលវេលាបងប្អូនណាបងប្អូនចាបងប្អូននឹងស្រាប់ហើយគឺការដាក់ពាក្យរបស់ visa អាមេរិកគឺបានន័យថា first come first serve បងប្អូនដាក់ពាក្យមុនគឺបងប្អូនបាននៅក្នុងប្រព័ន្ធរបស់ visa សហរដ្ឋអាមេរិកណាបងប្អូនចាអញ្ចឹងយើងមាន priority មាន date ច្បាស់លាស់ចាអានឹងសំខាន់សម្រាប់ case របស់បងប្អូនមួយចាសំខាន់ទៀតនោះគឺយើងចង់ជំរាបបងប្អូនថាពេលដែលយើងកំពុងរងចាំ guideline ហ្នឹងគឺយើងលើកចិត្តឲ្យបងប្អូនទាំងអស់គ្នា stay calm ចា continue process បងប្អូនធម្មតាទៅ follow តែ government official website ឬក៏ update បានហើយចា avoid misinformation online ហើយបងប្អូន consult តែជាមួយក្រុមហ៊ុនដែលគេ professional and have clear direction ហើយជួយបងប្អូន make the right decision ណាបងប្អូនសម្រាប់ eSupport Immigration យើង commit provide clear guideline ហើយ strategy ជូនបងប្អូនក៏ដូចអតិថិជនរបស់យើងដែរគ្រប់ដំណាក់កាលមួយដើម្បីជួយឲ្យគាត់ make the right decision ចាសម្រាប់ព័ត៌មានលម្អិតបងប្អូនអាចធ្វើការទំនាក់ទំនងមកក្រុមហ៊ុន eSupport Immigration នៅថ្ងៃនេះដើម្បីទទួលការប្រឹក្សាយោបល់ដោយឥតគិតថ្លៃចាអរគុណច្រើនចាជំរាបលា